មានកូនលោកសេដ្ឋីម្នាក់ឈ្មោះសម្បូរគេសេពគប់មិត្តដែលជាជនអន្តពាលលោកសេដ្ឋីដែលជាឪពុកបានហាមឃាត់កូនប្រុសជាច្រើនលើកប៉ុន្តែសម្បូរដែលជាកូនគេមិនស្ដាប់លោកឪពុកនោះទេរហូតដល់ថ្ងៃមួយទើបគេភ្លឺភ្នែកដោយសារតែការសេពគប់មិត្តអាក្រក់សម្លាញ់អើយយើងអស់ប្រាក់ចាយហើយឯងគឺជាកូនលោកសេដ្ឋីដូច្នេះឯងប្រកាសជាមានប្រាក់ច្រើនយើងអាចសុំប្រាក់ឯងខ្លះដើម្បីចាយសិនបានទេអូមិនអីទេសម្លាញ់ពុកយើងក៏មានប្រាក់ច្រើនណាស់យើងចង់បានប្រមាណក៏បានដែរដូច្នេះចាំយើងចែករំលែកដល់ឯងខ្លះអរគុណហើយសម្លាញ់ឯងដូចជាព្រះអញ្ចឹងតែងតែជួយយើងរហូតម្នាក់នេះគេមានឈ្មោះថាវុធីជាមនុស្សអន្តពាលមានចិត្តអាក្រក់បន្ទាប់ពីទទួលបានប្រាក់អំពីសម្បូរហើយគេក៏បានយកប្រាក់នោះទៅលេងល្បែងនិងធ្វើរឿងប្តេជ្ញាផ្ដាស់ជាច្រើនលោកសេដ្ឋីគាត់បានដឹងរឿងនេះយ៉ាងច្បាស់ហើយគាត់ក៏បានណែនាំដល់កូនប្រុសរបស់គាត់កូនគឺជាកូនលោកសេដ្ឋីមានឋានៈខ្ពង់ខ្ពស់ហេតុអ្វីបានជាកូនសេពគប់បាត់មិត្តអញ្ចឹងវុធីដែលជាមិត្តរបស់ឯងគេគឺជាមនុស្សគ្រោះថ្នាក់បើឯងនៅតែបន្តសេពគប់គេទៀតច្បាស់ជានាំរឿងមិនល្អដល់ឯងជាមិនខានពងហេតុអ្វីបានជាពុកមានគំនិតដូចនេះខ្ញុំមើលទៅវុធីគេដូចជាមិនមានជាមនុស្សគ្រោះថ្នាក់ផងនឹងឥឡូវនេះខ្ញុំធំហើយពុកមិនបាច់បដៅខ្ញុំច្រើនទេខ្ញុំធ្វើយ៉ាងម៉េចវាគឺជាសិទ្ធិរបស់ខ្ញុំពុកឯងគួរតែយល់ពីចំណុចនេះផងសម្បូរហេតុអ្វីបានជាឯងមិនស្ដាប់ពុកដូចនេះឯងឥឡូវនេះផ្លែកច្រើនណាស់ខ្ញុំធំហើយពុករឿងខ្លះពុកមិនបាច់ចង់ដឹងនោះទេការដែលសេពគប់មិត្តបណ្ឌិតវានឹងនាំមកនៅភាពត្រឹមត្រូវនឹងរីកចម្រើនតែបើសេពគប់មិត្តអន្តពាលវិញវានឹងនាំយើងទៅសេចក្តីវិនាសលោកម្ចាស់ប្រាក់ដែលអ្នកប្រាស់សម្បូរឲ្យទៅម្នាក់ឈ្មោះវុធីនោះគេបានយកប្រាក់នោះទៅលេងល្បែងរដ្ឋាតោះចូលផ្ទះជាមួយនឹងយើងមានរឿងខ្លះចង់ឲ្យឯងធ្វើបានលោកម្ចាស់សម្លាញ់ហេមិនក៏ឯងធ្វើមុខស្រពន់ម្លេះឯងមានទុកកង្វល់អ្វីទៅហ៎យើងពិតជាធុញនឹងឪពុករបស់យើងខ្លាំងណាស់ហេតុអ្វីបានជាគាត់ហាមយើងមិនឲ្យដើរជាមួយឯងដូច្នេះអេពុតធោហើយតើនេះគឺជាការពិតទេសម្លាញ់យើងគឺជាអ្នកក្រីក្រមិនស័ក្តិសមដើរជាមួយកូនលោកសេដ្ឋីដូចជាឯងនោះទេអញ្ចឹងថ្ងៃក្រោយយើងលែងហ៊ានដើរជាមួយឯងទៀតហើយវុធីហេតុអ្វីបានជាឯងគិតដូច្នេះយើងចូលចិត្តឯងព្រោះឯងតែងតែល្អជាមួយយើងថ្ងៃនេះយើងពិបាកចិត្តមិនឲ្យឯងចាក់ចេញពីយើងនោះទេឯងគួរតែយល់ពីចំណុចនេះផងអញ្ចឹងបានន័យថាឯងនៅតែរាប់អានយើងមែនទេពិតមែនហើយថ្ងៃនេះយើងមិនសប្បាយចិត្តសោះតើឯងអាចធ្វើឲ្យយើងសប្បាយចិត្តដែរឬទេលុះលើដូច្នេះវុធីគេក៏បានគិតថាហើយយ៉ាពេលនេះសម្បូរកូនលោកសេដ្ឋីវាកំពុងតែពិបាកចិត្តរឿងឲ្យវាស្ដីឲ្យបើយើងនាំវាទៅលេងល្បែងវាច្បាស់ជាសប្បាយចិត្តយើងនឹងមកលេងល្បែងជាមួយវាទៀតសម្លាញ់យើងមានកន្លែងមួយបើសិនជាឯងបានលេងហើយណាឯងច្បាស់ជាសប្បាយចិត្តយើងតែងតែទៅបន្ធូរអារម្មណ៍ទីនោះរហូតមានកន្លែងអស់ចាអញ្ចឹងផងយូរហើយមិនក៏ឯងមិនប្រាប់យើងអញ្ចឹងដូច្នេះឯងឆាប់នាំយើងទៅភ្លាមទៅចាក់ហើយដកដៃណែពួកអដៃទាំងអស់គ្នាលេងហើយត្រូវតែដាក់លុយណាវើយតូចមេស៊ីអស់ហើយតាមពិតគឺចេញធំទីហេតុអ្វីក៏មិនចេញតូចអញ្ចឹងណាបថោហើយមួយថ្ងៃទៅហើយខ្ញុំនេះល្បែងចេញរហូតណែវុធីឯងឆាប់ថយចេញឆ្ងាយទៅយើងសួយមកពីឯងនេះឯងហេតុអ្វីបានជាសួយមកពីយើងទៅវិញអានេះបែបពុតល្បែងខ្លាំងហើយមើលទៅវុធីគេបានពង្វក់សម្បូររហូតដល់គេលេងល្បែងដែលខ្វះមិនបានចំណែកឯលោកសេដ្ឋីនិងសេនាឯនេះវិញហប់មាសប្រាក់ទាំងនេះចូលឯងយកទៅផ្ញើនៅផ្ទះលោកមេស្រុកចោះចាំយើងទៅតាមក្រោយចម្លែកមានលោកម្ចាស់ហេតុអ្វីក៏លោកម្ចាស់យកមាសប្រាក់ទាំងនេះទៅទុកផ្ញើនៅផ្ទះលោកមេស្រុកអញ្ចឹងរដ្ឋាបន្តិចទៀតឯងនឹងបានយល់ជាមិនខានយើងមិនទុកចិត្តនោះទេបាទលោកម្ចាស់ខ្ញុំនឹងធ្វើតាមបញ្ជារបស់លោកម្ចាស់មួយខែក្រោយមកពុកខ្ញុំអស់ប្រាក់ចាយហើយពុកឆាប់ឲ្យប្រាក់ខ្ញុំមកសម្បូរកូនប្រាក់យើងសល់តែបន្តិចបន្តួចទេឯងនេះចាយឲ្យចេះសន្សំសេចក្ដីផងថ្ងៃនេះពុកអត់មានប្រាក់ត្រូវឲ្យឯងទេហេតុអ្វីទៅពុកខ្ញុំគឺជាកូនលោកសេដ្ឋីហេតុអ្វីបានជាពុកមិនឲ្យប្រាក់ខ្ញុំអញ្ចឹងឯងនៅផ្ទះគួរណាស់ទៅជួយធ្វើការងារពុកខ្លះទៅឯងឃើញទេកម្មករជាច្រើនពួកគេធ្វើការទាំងលំបាកដើម្បីបានប្រាក់
ឯងលាតដៃសុំស្រួលអញ្ចឹងដូចជាមិនកើតទេដូច្នេះឯងគួរតែជួយការងារពុកខ្លះទៅសម្បូរហេតុអ្វីថ្ងៃនេះឯងយកម្ល៉េះតើឯងមានប្រាក់ប្រមាណចាប់នៅខ្លួនទៅតោះយើងបញ្ញាប់យកទៅលេងល្បែងទៀតលេងល្បែងស្អីទៅថ្ងៃនេះយើងសុំប្រាក់ពីពុកយើងមិនបានទេហើយក៏ថែមទាំងប្រើយើងឲ្យធ្វើការទៀតស្អីគេឯងគឺជាកូនម្នាក់របស់លោកសេដ្ឋីហេតុអ្វីក៏សុំប្រាក់ពុកឯងមិនបានអញ្ចឹងហ៎មើលចោះរូបរាងឯងសង្ហាប៉ុណ្ណេះដែរហេតុអ្វីក៏លោកសេដ្ឋីដែលចិត្តប្រាក់ឯងទៅកើតគាត់ប្រកាសជាមានគុណម្នាក់ទៀតព្រោះគាត់គឺជាលោកសេដ្ឋីមានប្រាក់ច្រើនបើតាមខ្ញុំយល់គាត់ប្រហែលជាឈប់ស្រឡាញ់អ្នកប្រុសហើយហេវុធីតើគេជាអ្នកណានឹងគេគឺជាចៅអាចច្រឡំមាត់គេគឺជាមិត្តភក្តិថ្មីរបស់យើងឡើងណាណែលោកហេតុអ្វីបានជាលោកនិយាយបែបនេះខ្ញុំគឺជាកូនលោកសេដ្ឋីពុកយើងគាត់គ្មានប្រពន្ធចង់អ្វីនោះទេខ្ញុំចេះតែថាទីបើលោកគឺជាកូនម្នាក់ពិតមែនហេតុអ្វីក៏លោកសេដ្ឋីមិនឲ្យប្រាក់លោកអញ្ចឹងចំណុចនេះយើងគួរតែគិតផងណាសម្លាញ់ឯងគួរតែធ្វើអ្វីម្យ៉ាងទៅប្រយ័ត្នលោកសេដ្ឋីយកប្រាក់ទ្រព្យសម្បត្តិឲ្យកូនចង់របស់គាត់ទាំងអស់ណាបើសិននេះគឺជាការពិតយើងក៏មិនដឹងថាត្រូវធ្វើយ៉ាងម៉េចដែរសម្បូរឯងត្រូវការប្រាក់ជាចាំបាច់យើងអាចរួមដៃគ្នាប្លន់មេប្រាក់លោកសេដ្ឋីទៅថាម៉េចលួចប្រាក់ឪពុកយើងតែយើងមិនដែរលួចគេផងនឹងបានហើយខ្ញុំចេះលាក់សាវតាខ្ញុំខ្លាំងណាស់តាមពិតទៅខ្ញុំគឺជាចៅហើយខ្ញុំមានជំនាញប្លន់យ៉ាងខ្លាំងបើសិនជាអ្នកប្រុសសហការជាមួយនឹងខ្ញុំទ្រព្យសម្បត្តិ 50% ខ្ញុំនឹងចែកជូនអ្នកប្រុសថាម៉េចលោកគឺជាចៅ 50% ធ្វើបែបនេះមិននឹងកើតទៅខ្ញុំគួរតែទទួលបាន 80% នៃចំណែកទ្រព្យសម្បត្តិទាំងនោះលោកពីរអ្នកគួរតែទទួលបានម្នាក់ 10% បានហើយអូខេ 10% គឺវាច្រើនខ្លាំងណាស់យើងសម្រេចថានឹងប្លន់កាន់នៅយប់នេះចុះនៅពេលយប់ឡើងចូលមកដល់សម្បូរបាននាំចៅចូលផ្ទះគេមានបំណងនឹងលួចទ្រព្យសម្បត្តិលោកសេដ្ឋីទាំងអស់ចំណែកឯលោកសេដ្ឋីនិងសេនាបន្ទាប់ពីដឹងថាមានចៅចូលផ្ទះហើយអ្នកទាំងពីរក៏បានរត់ចេញមកមុនឃើញទេរដ្ឋាការសេពគប់ជនអន្តរជាតិវាណែនតែនាំយើងធ្វើរឿងខុសច្បាប់ជាច្រើនខ្ញុំមិននឹកស្មានថាអ្នកប្រោហ៊ានធ្វើទង្វើបែបនេះតលតែសោះលោកម្ចាស់តើពួកយើងគួរធ្វើយ៉ាងណាទៀតឥឡូវនេះយើងឆាប់នាំគ្នាទៅផ្ទះលោកមេស្រុកទៅដើម្បីឲ្យគាត់ជួយដោះស្រាយបញ្ហានេះចៅវានឹងមិនដឹងទេថាហឹបមាសទាំងនោះមានសុទ្ធតែសត្វពស់នោះទេបានលោកម្ចាស់ពួកយើងឆាប់ចេញទៅអញ្ចឹងចម្លែកមែនហេតុអ្វីនៅក្នុងផ្ទះអត់មានមនុស្សអញ្ចឹងហើយហឹបមាសរបស់ពុកទុកនៅកណ្ដាលវាលទៀនបើអញ្ចឹងវាគឺជាការល្អហើយពួកយើងមិនចាំបាច់ចំណាយកម្លាំងច្រើនពួកឯងនិយាយគ្នាពិតជាអត់បានការមែនឆាប់បើកហូបនោះមើលទៅខ្ញុំចង់ឃើញមាសប្រាក់ច្រើនមានឯងសម្លាញ់ឯងឆាប់បើកមើលទៅណាសត្វពស់តើសត្វពស់ម៉ែអើយចុកចាប់ខ្លាំងណាស់សត្វពស់បានចឹកខ្ញុំហើយអូយសត្វពស់ចឹកខ្ញុំហើយជួយផងនៅទីបំផុតអ្នកទាំង3បានស្លាប់ដោយសារតែសត្វពស់ចឹងការសេពគប់បណ្ឌិតនាំមកនៅភាពរីកចម្រើនការសេពគប់ជនអន្តពាលនាំមកនៅសេចក្តីវិនាស